តើអ្នកដឹងទេថាពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលកំពុងប្រព្រឹត្តឡើងដោយម្ចាស់ផ្ទះអាមេរិក កាណាដា មេស៊ីកូនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានទឹកប្រាក់រង្វាន់ច្រើនបំផុតមិនធ្លាប់មានគណៈកម្មការ FIFA បានប្រកាសអំពីកញ្ចប់ថវិកាសរុបដ៏មហាសាលរហូតដល់ទៅ$871 លានអាមេរិកក្នុងនោះថវិកាចំនួន$655 លាននឹងត្រូវប្រើប្រាស់ចំសម្រាប់ជាប្រាក់រង្វាន់លើកទឹកចិត្តផ្អែកលើសមត្ថភាពរបស់ក្រុមនីមួយៗចំណែកឯថវិកាដែលនៅសល់គឺសម្រាប់ការរៀបចំការប្រកួតនិងការឧបត្ថម្ភការធ្វើដំណើរផ្សេងៗអ្វីដែលកាន់តែអស្ចារ្យគឺនៅក្នុងការប្រកួតដែលកើតឡើងរហូតដល់48ក្រុមនេះគ្រាន់តែក្រុមនីមួយៗអាចឆ្លងកាត់ដល់វគ្គជម្រុះមកលេងក្នុងព្រឹត្តិការណ៍នេះភ្លាមគឺទទួលបានប្រាក់ឧបត្ថម្ភធានាយ៉ាងតិច$12.5 លានក្នុងមួយក្រុមទៅហើយដោយក្នុងនោះ$10 លានជាប្រាក់ទ័ពវគ្គជម្រុះនិង$2.5 លានទៀតជាថវិការៀបចំខ្លួនចំពោះប្រាក់រង្វាន់តាមវគ្គនីមួយៗវិញរឹតតែអស្ចារ្យនិងច្រើនមហាសាលក្រុមធ្លាក់វគ្គចែកពូលចំណាត់ថ្នាក់ពីលេខ33ដល់លេខ48ទទួលបានប្រាក់$9 លានវគ្គ32ក្រុមចុងក្រោយទទួលបាន$11 លានវគ្គ16ក្រុមចុងក្រោយទទួលបាន$15 លានវគ្គ8ក្រុមចុងក្រោយទទួលបាន$19 លានក្នុងមួយក្រុមចំណាត់ថ្នាក់លេខ4ទទួលបាន$27 លានក្រុមចំណាត់ថ្នាក់លេខ3ទទួលបាន$29 លានក្រុមជើងឯករងទទួលបាន$33 លានរីឯក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ$50 លានអាមេរិកសូមបញ្ជាក់ផងដែរថាថវិកាទាំងអស់នេះនឹងត្រូវវេផ្ទាល់ទៅកាន់សហព័ន្ធនៃប្រទេសនីមួយៗហើយជាទូទៅកីឡាករនឹងទទួលប្រាក់លើកទឹកចិត្តចន្លោះពី20%ទៅ30%នៃចំណែកដែលប្រទេសពួកគេទទួលបានតើអ្នកគិតថាប្រទេសណាខ្លះនឹងអាចដណ្ដើមយកប្រាក់រង្វាន់ធំ$50 លាននេះទៅផ្ទះកុំភ្លេចបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នាណា